សម័យនេះបើយើងមានផ្លូវចិត្តខ្សោយរស់នៅរកក្តីសុខមិនឃើញទេផ្លូវចិត្តខ្សោយឆាប់ប្រតិកម្មមែនទេអារឿងអត់ប្រយោជន៍ក៏យើងប្រតិកម្មដែរហើយប្រកែកទៅគ្រប់រឿងនៅលើបណ្ដាញសង្គមមានរឿងច្រើនមែនទេអស់ពីមួយចូលមួយអស់ពីមួយចូលមួយហើយបើយើងឈឺក្បាលគ្រប់រឿងយើងទៅគ្រប់រឿងយើងរស់នៅរកក្តីសុខមិនបានទេរៀនគ្រប់គ្រងខ្លួនឯងខ្លះកុំឲ្យផ្លូវចិត្តខ្លួនឯងនឹងវាមួម៉ៅគ្រប់រឿងពេករឿងណាចំណេញចាំមើលរឿងណាមានប្រយោជន៍ចាំមើលរឿងណាចំណេញចាំប្រតិកម្មរឿងអត់ប្រយោជន៍កុំទៅប្រតិកម្មគ្មាននរណាម្នាក់ធ្វើត្រូវចិត្តយើងគ្រប់ពេលវេលាទេកុំធ្វើជាមនុស្សដែលខ្សោយផ្លូវចិត្តដោយសារតែរឿងនៅលើបណ្ដាញសង្គមរៀនគ្រប់គ្រងខ្លួនឯងកុំឲ្យបណ្ដាញសង្គមគ្រប់គ្រងយើងគ្រប់ពេលវេលាមនុស្សដែលមានផ្លូវចិត្តខ្សោយឆាប់រើសដាក់ខ្លួនណាគឺរើសដាក់ខ្លួនគ្រប់យ៉ាងតែម្ដងនរណាគេនិយាយអីរៀងស្តៀងរឿងយើងតិចយើងចាប់ផ្ដើមរើសដាក់ខ្លួនយើងចាប់ផ្ដើមអន់ចិត្តយើងចាប់ផ្ដើមតុកសិចជាមួយគេកុំធ្វើអញ្ចឹងអីរឿងខ្លះអូសម្លងទៅមនុស្សតុកសិចច្រើនណាស់នៅលើបណ្ដាញសង្គមកុំយកខ្លួនឯងទៅឈឺចាប់ជាមួយគេកុំចង់ឈ្នះចាញ់ជាមួយមតិនៅលើបណ្ដាញសង្គមវាជារឿងអត់ប្រយោជន៍មែនទេអ្នកខ្លះប្រកែរើសដាក់ខ្លួនណា caption គេតែមួយឃ្លាឯងនេះដេកអន់បាយមួយអាទិត្យក៏មានដែរគ្មាននរណាម្នាក់ដែលធ្វើឲ្យយើងឈឺចាប់ដោយគ្មានការអនុញ្ញាតពីយើងទេរៀនគ្រប់គ្រងខ្លួនឯងឲ្យបានល្អកុំឲ្យខ្លួនឯងខ្លាចជាជនរងគ្រោះផ្លូវចិត្តដោយសារតែបណ្ដាញសង្គមដែលយើងកំពុងប្រើប្រាស់